ជំរាបសួរពុកម៉ែបងប្អូនបានក្នុងឯកកម្មគឺប្រភេទ iPhone 13 Pro Max បាទបងប្អូននឹងបញ្ហាប្រើសុកចេញពណ៌សពុកម៉ែបងប្អូនចុះសម្រាប់ពុកម៉ែបងប្អូនដែលប្រើប្រាស់ប្រភេទ iPhone ដែលមានបញ្ហាចេញពណ៌សចេញពណ៌ខៀវចេញពណ៌លឿងបាទចាប់ពី iPhone 13 Pro 13 Pro Max 14 Pro 14 Pro Max 15 Pro 15 Pro Max ទៅដល់ iPhone 16 Pro Max បាទពុកម៉ែបងប្អូនដែលមានបញ្ហាអញ្ចឹងពុកម៉ែបងប្អូនបាទកុំទាន់ផ្លាស់ប្ដូរអេក្រង់ពុកម៉ែបងប្អូនអាចអញ្ជើញមកធ្វើការជួសជុលសិនបាទយើងចំណាយថវិកាតិចប៉ុន្តែពេលដែលយើងជួសជុលហើយបាទដំណើរការធម្មតាទៅវិញពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនតាក់ទងនឹងបញ្ហាពុកម៉ែបងប្អូនមានបញ្ហាអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការជួសជុលពុកម៉ែបងប្អូនអាចមើលជាងជំនាញយើងបាទធ្វើការជួសជុលបាទក្រៅពីនេះទៀតពុកម៉ែបងប្អូនតាក់ទងនឹងការជួសជុលបាទរយៈពេល15នាទីទៅ30នាទីបាទពុកម៉ែបងប្អូនបាទអង្គុយលេងញ៉ាំភេសជ្ជៈ free ដែលឥតគិតថ្លៃពីការកម្ម Covid Mobile Service បាទពុកម៉ែបងប្អូនតាក់ទងទីតាំងខ្ញុំមាន2សាខាពុកម៉ែបងប្អូនសាខាទី1នៅ Stop Kamko City សាខាទី2នៅ Stop Vivo តែពុកម៉ែបងប្អូនបានឃើញវីដេអូនេះហើយពុកម៉ែបងប្អូនក៏ចុច like មួយ share មួយដើម្បីទទួលបាន promotion ពិសេសបាទ promotion ហ្នឹងពុកម៉ែបងប្អូនមកទទួលសេវាកម្មជួសជុលហើយបាទខាងខ្ញុំមានកាដូថែមពុកម៉ែបងប្អូនដូចជាបាទដុំសាកកាស AirPod និង cash អញ្ចឹង3មុខហ្នឹងពុកម៉ែបងប្អូនអាចជ្រើសរើសយកមួយបានណាពុកម៉ែបងប្អូនណាបាទអញ្ចឹងពុកម៉ែបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនជួបខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណច្រើនពុកម៉ែបងប្អូនដែលគាំទ្រនៅខាងកម្ម Covid កម្ម Covid មជ្ឈមណ្ឌលជួសជុលសប្តាហ៍ទំនើបធានានូវគុណភាពតម្លៃសមរម្យសេវាកម្មរហ័សទាន់ចិត្ត